បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពបាទថ្ងៃនេះខ្ញុំនាំទេសភាពនាំពុកម៉ែបងប្អូនមកទស្សនាវាស្រូវវាស្រែម្ដងបាទនេះគឺជាស្រែពុកខ្ញុំដែលគាត់ធ្វើការព្រោះបាទហើយដាំដុះដើម្បីធ្វើការប្រមូលផលទុកហូបបាទស្រែនេះគឺវាជាស្រែព្រោះបាទអត់មានស្ទូងទេមើលតែគល់ដឹងហើយបាទគឺស្រែប្រុសគឺវាមានសភាពក្រាស់ញឹកបែបនេះបាទសម្រាប់អ្នកអត់តែស្គាល់ខ្ញុំអាចដឹងថាស្រែបំព្រោះនិងស្រែស្ទូងតែគេស្ទូងគឺវាខុសគ្នាយ៉ាងណាបាទនៅក្នុងស្រែនេះគឺគាត់ព្រោះចោលដើម្បីធ្វើការអឺយើងនិយាយភាសាប្រុសចោលតែពិតគួរព្រោះដើម្បីបានត្រូវណាបាទតែនៅក្នុងដីនេះវាមានស្វាយចន្ទីផងអញ្ចឹងក្នុងឱកាសហ្នឹងគឺគាត់ដាក់ស្រូវផងដើម្បីឲ្យស្វាយចន្ទីគាត់ចង់បានស្វាយចន្ទីឥឡូវស្វាយចន្ទីដាំអត់ដងអញ្ចឹងវាបានប្រមាណដើមហើយក៏ស្រូវក៏គាត់ដាំព្រោះតាមហ្នឹងទៅបាទនេះអាតនាល្អដោយសារវាមានជីវជាតិក៏តាមហ្នឹងទៅដោយសារតែស្រែនេះអត់មានដាក់ជីទៅអីផងបាទអានេះស្ដីនៅក្រោយផ្ទះគាត់ធ្វើនេះគឺដើម្បីឆាប់បានច្រូតស្រូវការរំដួលបាទគាត់ធ្វើឆាប់ច្រូតទៅដើម្បីយកកន្លែងចងគោផងបាទព្រោះគាត់មានចិញ្ចឹមគោ4-5ក្បាលដែរបាទគាត់ចិញ្ចឹមហ្នឹងគឺកំដរស្មៅនៅក្បែរផ្ទះបាទបើយើងអ្នកស្រែបើអត់ចិញ្ចឹមគោសោះក៏វាមិនកើតដែរបាទស្មៅយើងអត់ពិបាកបាញ់ថ្នាំចោលសម្លាប់នេះស្មៅខ្ចីចេះស្ដាប់កន្លែងដែលគាត់ធ្លាប់ជ្រួតយកទៅឲ្យគោស៊ីបាទហើយគាត់មានចកាដងដីមួយកន្លែងទេគឺតុយទេប៉ុន្តែថាគោ2-3ក្បាលអាចមកវាមិនពិបាកក្នុងការរកស្មៅឲ្យវាណាបាទអញ្ចឹងដីនេះគឺជាដីដែលគាត់ធ្វើការព្រោះដើម្បីឆាប់បានទុំទៅបាទហើយវាឆាប់បានច្រូតទៅក៏គាត់ឆាប់បានចងគោទៅបាទអានេះស្រែប្រាំងបាទស្រែប្រាំងនេះដីស្រែប្រាំងកន្លែងដែរហើយអានេះការរំដួលបាទមានអ្នកអត់ស្គាល់ត្រូវការរំដួលទេស្រុកខ្ញុំហៅការរំដួលបាទការរំដួលមិនដែលថាអត់ស្គាល់ទេអ្នកធ្វើស្រែបងប្អូនប្រជាកសិករក៏ស្គាល់ហើយមានពូជច្រើនណាស់តែអានេះពុកខ្ញុំប្រើតែការរំដួលទេអាការរំដួលគឺសម្រាប់ហូបមានស្រូវធ្ងន់មួយទេគឺស្រូវខា9បាទឬគេនិយមហៅថាស្រូវឆាប់ឆាយនោះបាទស្រូវធ្ងន់នោះបែកខាងនោះបាទនេះកន្លែងខៀវបាទនៅខាងស្រូវធ្ងន់ណាកន្លែងហ្នឹងគឺសម្រាប់ទឹកជ្រៅគឺស្រូវធ្ងន់វាត្រូវហើយព្រោះវាក្រទុំបាទពេលដល់ស្រូវស្រាលដូចជាផ្ការំដួលនេះគឺវាឆាប់ទុំបាទឆាប់ទុំជាងប្រហែលជាមួយខែអីមុននៅដល់ខ្ញុំសាច្បាស់ដែរបាទអ្នកស្រែមែនប៉ុន្តែភ្លេចភ្លៀងទេបាទអញ្ចឹងស្រូវនេះគឺគេធ្វើនៅលើដីដែលហៅថាមិនលិចទឹកខ្លាំងមិនជុំទឹកខ្លាំងអញ្ចឹងព្រោះវាឆាប់ទុំអញ្ចឹងកាលណាឆាប់ទុំគេឆាប់ច្រូតទៅវាត្រូវការដីរៀងស្ងួនអញ្ចឹងណាបាទកាលណាដីរៀងគោកវាឆាប់អស់ទឹកអញ្ចឹងគេដាក់អាស្រូវស្រាលនេះវាត្រូវអញ្ចឹងណាបងប្អូនបាទបាទអញ្ចឹងបទពិសោធន៍កន្លងមកគឺខ្ញុំធ្លាប់ដឹងអញ្ចឹងដែរបាទយើងធ្វើស្រែចាក់ដែរបាទតែឥឡូវអរគុណហើយអ្នកមួយគុណដែលជួយឲ្យកូនរៀនបានចាប់ដើមរហូតដល់មានការងារធ្វើនៅតែផ្លេចគុណគាត់ទេបាទអញ្ចឹងមានការងារធ្វើហើយយើងចាស់ខំទៅមុខទៅណាពុកម៉ែបងប្អូនបាទយើងមានស្រែក៏ខំធ្វើស្រែទៅដើម្បីផ្សះផ្សំគ្នាទុកដោះស្រាយជីវភាពយើងណាបាទបើយើងធ្វើតការហើយយើងយកលុយមកទិញអង្គហូបក៏វាមិនចំណាយច្រើនណាខ្ញុំពីមុនពីនេះប្តីពុនហូបបាយងាកអង្គឆ្ងល់ដែរបើហូបតែបាយអស់តែអង្គនិយាយលេងពុកបាយបងទៅហូបបាយអង្គអស់ស្រូវមែនបាទអស់ស្រូវដូចតែគ្នាបើយកស្រូវទៅកែនបាទអញ្ចឹងបើបានស្រូវយើងធ្វើខ្លួនឯងយើងមិនសូវចំណាយលើការទិញអង្គគេមកដាំបាយហូបអញ្ចឹងណាបាទនឹងគឺជាអង្គស្រូវដែលយើងធ្វើដោយខ្លួនឯងផ្ទាល់បាទគ្មានជីផ្សារទេបាទគឺជីអាចគោឬក៏ពេលខ្លះសឹងតែគ្មានដាក់បងនេះខ្ញុំជឿថាគ្មានដាក់100%បាទព្រោះកន្លងមកគឺគាត់ធ្លាប់ចងគោខែប្រាំងអីចឹងគោវាជុះមកពី3ដុំហ្នឹងហើយបាទអញ្ចឹងមានអាជាតិអញ្ចឹងខ្លះហ្នឹងហើយណែអត់ទេបាទតែបើសិនជាថាជីផ្សារគាត់ដាក់ពេលម្លងព្រោះគឺអត់សោះហ្មងបាទខ្ញុំហ៊ានធានាបាទព្រោះអាស្រូវនេះគឺស្រូវដែលគាត់ព្រោះក្រោយគេបង្អស់បាទក្រោយពីស្រូវធ្ងន់មកគឺគាត់ព្រោះព្រោះអាចូលផ្សារទេតាមខ្ញុំដឹងបាទអញ្ចឹងគាត់គ្មានដាក់ជីស្អីទេបាទនេះគឺទុកហូបខ្លួនឯងបាទស្រូវទិញចឹងអាចច្រូតដៃបាទបើមានឱកាសមកជួយច្រូតគាត់បើសិនជាទន្លេបាទតែគ្មានទេ
តលឺតែច្រូតកិច្ចបាត់ហើយមើលទៅ និយាយលេងទេបងប្អូនវារវល់ដែរបាទនៅឆ្ងាយដែរជិះ1 ម៉ោងបានដល់ស្រុកបាទចឹងអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទៅអរគុណដល់អនុស្សាវរីយ៍យើងកន្លងមកបាទអរគុណច្រើន